ពេលរៀបការមិនញញឹមលោកការបានជិតមួយខែធ្វើអត្តឃាតមកដឹងសាច់រឿងព្រៀងកូនកំឡោះឈ្មោះគួនកុសលនិងកូនក្រមុំឈ្មោះឈុនសុខាកាលពីថ្ងៃទី27ខែមីនាឆ្នាំ2025ដោយគេសម្គាល់ឃើញទឹកមុខកូនក្រមុំមិនញញឹមសោះរហូតមកដល់ពេលនេះមានអាយុកាលមិនទាន់បានមួយខែស្រួលដួលផងក៏ផ្ទុះព័ត៌មានថានាងបានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទៅហើយចំពោះមូលហេតុគេបានឃើញបណ្ដាអ្នកស្គាល់និងមិត្តភ័ក្តិបានទម្លាយសារសន្ទនាថាព្រោះនាងមិនពេញចិត្តនឹងមង្គលការនេះក្បិតរៀបការជាមួយមនុស្សប្រុសដែលម្ដាយទុកឪពុកដាក់ដោយនាងមានសង្សាររួចហើយនិងមិនអាចទ្រាំរស់នៅជាមួយមនុស្សដែលនាងមិនស្រឡាញ់ក្នុងនោះក៏មានការអះអាងថាកូនរបស់ដែលធ្វើអត្តឃាតនេះជាកូនស្រីចិញ្ចឹមរបស់ម្ដាយឪពុកនាងតែប៉ុណ្ណោះមុនឈានដល់ថ្ងៃនាងមង្គលការក្រាបទុនចំពោះមុខមេបាស្រីប្រុសគ្នាមានទាំងផ្កាស្លាដ៏មានតម្លៃបំផុតនេះនាងក៏បានយល់ព្រមជាប់ទៀតតាំងពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2024មកម្ល៉េះក្នុងនោះបរិះដែលជាសង្សារដែលគេឃើញចែករំលែកលើបណ្ដាញសង្គមបានចេញមកបញ្ជាក់ថាតាមពិតរូបគេនិងស្ត្រីខាងលើធ្លាប់បានស្រឡាញ់គ្នាកាលពីឆ្នាំ2022ហើយក៏បានបែកគ្នាទៅវិញនៅឆ្នាំ2023និងបន្តរាប់អានធម្មតារហូតនាងរៀបការប្តីស្របនឹងការជូនដំណើរនៃវិញ្ញាណក្ខន្ធរបស់អ្នកនាងឈួនសុខាហៅជូមីក៏មានមតិលើកឡើងផ្សេងគ្នាជុំវិញការរៀបចំគូស្រករឲ្យកូនប្រុសស្រីនៅសម័យទំនើបនេះដែររហូតអ្នកខ្លះចាត់ទុកថាមរណភាពរបស់ប្អូនស្រីខាងលើជាសារបញ្ញស្មារតីទៅកាន់ម្ដាយឪពុកឬអាណាព្យាបាលដែលបង្ខំកូនឲ្យយកដៃគូជីវិតតាមពួកគាត់រហូតលទ្ធផលអាចនឹងពុំនឹកស្មានដល់លោកប្រាជ្ញពិនិត្យបានជូននៅកតេអប់រំមួយថាគ្មានឪពុកម្ដាយណាមិនស្រឡាញ់កូននោះទេហើយក៏មិនចង់ឃើញកូនក្រកូនលំបាកនោះឡើយចំពោះករណីនេះសម័យខ្លួនដឹងច្បាស់ណាស់ថាខ្លួនមិនពេញចិត្តនឹងទទួលហេតុអ្វីមិនប្រកែកនៅតែបង្ខំចិត្តទទួលយករហូតបង្កើតឲ្យមានកម្មវិធីមង្គលការនេះឡើងប្រសិនបើស្វាមីភរិយាបានដឹកដៃគ្នារៀបការតាមប្រពៃណីហើយគួរណាស់តែព្យាយាមរស់នៅជាមួយគ្នាបង្កើតសុភមង្គលរួមគ្នាខំប្រឹងរកស៊ីប្រកបកិច្ចការនិងមើលចិត្តគ្នាមិនទាន់ដឹងថាអ្នកក្រោយល្អឬអាក្រក់ឡើយ